ព្រះអង្គទ្រង់បរិនិព្វានសាធុសប្បុរសទាំងឡាយការប្រសូតនិងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានធ្វើឲ្យយើងទាំងឡាយគ្រប់គ្នាកើតនៅសេចក្តីជ្រះថ្លាយ៉ាងក្រៃពេកណាស់ទោះបីជាយើងទាំងអស់គ្នាមិនបានកើតទាន់ព្រះអង្គក្តីតែឱវាទគឺពីអប់រំរបស់ព្រះសម្មាសម្ពុទ្ធគង់ជាធរមាននៅឡើយនៅខណៈនេះពេលនេះសូមសាធុសប្បុរសទាំងឡាយតាំងចិត្តស្ដាប់ត្រង់កាលដែលព្រះអង្គយាងចូលបរិនិព្វានវិញម្ដងតើពាក្យបណ្ដាំអ្វីខ្លះដែលព្រះអង្គទ្រង់បានផ្ដាំមុននឹងព្រះអង្គទ្រង់យាងចូលព្រះនិព្វានចាប់ពីពេលដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមកព្រះអង្គបានបំពេញនៅពុទ្ធកិច្ច5យ៉ាងរួមមានកិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាតកិច្ចពេលរសៀលទ្រង់សម្ដែងនៅព្រះធម៌ដល់ពុទ្ធបរិស័ទកិច្ចក្នុងបឋមយាមទ្រង់ប្រទានឱវាទចំពោះព្រះភិក្ខុសង្ឃកិច្ចក្នុងមជ្ឈិមយាមទ្រង់ដោះប្រាថ្នាដល់ទេវតានិងកិច្ចក្នុងបច្ឆិមយាមទ្រង់ប្រមាលមើលឧបនិស្ស័យសត្វព្រះពុទ្ធទ្រង់យាងចូលបរិនិព្វានក្រោមដើមសាលព្រឹក្សទាំងគូដោយអនុបាតិសេសនិព្វានក្នុងនគរកុសិនារាកាលនោះមុននឹងព្រះពុទ្ធអង្គទ្រង់យាងចូលបរិនិព្វានពួកមលក្សត្រទាំងឡាយបានកន្សែងសោយសោកាតានតឹងក្នុងអោរាលើកដៃទាំងពីរឡើងហើយពោលបោបាច់ដួលលើប្រតិពីបំរះននីលហាក់បីដូចជាបាក់ដៃជើងហើយពោលដោយសេចក្តីសោយសោកចំពោះព្រះចិនស្រីជាលោកាចាថាព្រះមានព្រះភិក្ខជាម្ចាស់ឆាប់បរិនិព្វានពេកណាស់ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ដួងចក្ខុក្នុងលោកអន្តរាយដោយឆាប់រហ័សពេកហើយលំដាប់នោះឯងព្រះមានព្រះភិក្ខទ្រង់ត្រាស់ហៅព្រះអនន្តដ៏មានអាយុមកផ្ដែផ្ដាំដោយបច្ឆិមវាចាថាយោគោអនន្តមយេធម្មោចវិនិយោចទេសិតោបញ្ញត្តោសាវោមមច្ចយេអ្នកសត្ថាមនីលអនន្តធម៌ឯណាក្តីវិន័យឯណាក្តីដែលតថាគតបានបញ្ញត្តិហើយបានសម្ដែងហើយដល់អ្នកទាំងឡាយធម៌និងវិន័យនោះជាសាស្តានៃអ្នកទាំងឡាយក្នុងកាលដែលអត់ពីតថាគតទៅអព្រះសម្មាជាអង្គម្ចាស់យើងខ្ញុំយល់ច្បាស់ហេតុអង្ចាចិត្តត្រែងអិនអបប្រមាក្រុមគ្នាច្រាំងថ្លាក្រៃអ្វីត្បិនរូបកាយអើយព្រះសាងស្ដាងបានពីលោកាឆ្ងាយស្រឡាំងតែព្រះធម៌ថ្លៃ
នថ្លៃថ្លាណាស់អើយលងអីលើព្រះអង្គយាងចូលហើយព្រះនិព្វានរយលានខែថ្ងៃយូរទៅតែពីងទូនមានព្រានប្រដៅឋិតដល់ឥឡូវមិនសនឡើយយើងខ្ញុំទាំងឡាយអើយជាសាងសំណឹកសូមផ្ចង់ចាន់នឹកដល់ត្រង់ហើយជាគុណដ៏ធំមិនភ្លេចឡើយសូមបានដល់ត្រើយព្រះនិព្វានហោសូមអនុមោទនា ដោយហេតុដ៏អស្ចារ្យទាំង3គឺថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃចូលបរិនិព្វានសុទ្ធតែបានកាត់ឡើងចំថ្ងៃ15កើតពេញបរមីខែពិសាខនេះហើយបុណ្យពិសាខបូជាត្រូវបានប្រព្រឹត្តធ្វើនៅរាល់ថ្ងៃពេញបរមីខែពិសាខជារៀងរាល់ឆ្នាំហើយសាធុវោសាធុសប្បុរសទាំងឡាយអ្នកទាំងឡាយជាប្រជាពុទ្ធិកៈខេមរៈបរិស័ទក៏បីដឹងនឹងជ្រាបនៅហេតុទាំង3ប្រការឲ្យបានច្បាស់ហើយនឹករលឹករឿយទោះបីជាយើងទាំងអស់គ្នាមិនបានកើតទាន់ព្រះពុទ្ធអង្គក៏ដោយតែយើងទាំងអស់គ្នាបានបំពេញបុណ្យកុសលហើយពេលនេះឥឡូវនេះយើងស្ថិតនៅជាសាវករបស់ព្រះសម្មាសម្ពុទ្ធកើតទាន់ព្រះសាសនារបស់ព្រះពុទ្ធអង្គបានដើរតាមមាគ៌ាដ៏ប្រសើររបស់ព្រះពុទ្ធអង្គនឹងបានប្រតិបត្តិខ្លួនឲ្យល្អក្នុងការស្វែងរកនៅសេចក្តីសុខស្ងប់និងសន្តិភាពសូមឲ្យមនុស្សសត្វទាំងឡាយនៅក្នុងโลกរស់នៅជាមួយគ្នាប្រកបដោយមេត្តាធម៌ការស្រឡាញ់ហើយសូមឲ្យសពសត្វទាំងពួងបានដល់នៅសេចក្តីសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅអើយវិសាខបូជាបរិយាយដោយសង្ខេបចប់ដោយបរិបូរណ៍ថ្ងៃ12កើតខ្នើតខែពិសាខឆ្នាំវកអដ្ឋស័កពុទ្ធសករាជ2559ឈានចូល60រៀបចំដោយកម្មវិធីជីវិតក្រោមលុបព្រះធម៌បរិយាយដោយខ្ញុំព្រះករុណាអាត្មាភាពវជារាញាណាវងតននិងកញ្ញាសៀងហ៊ីមស្មូតដោយកញ្ញាសេតហដ្ឋាសូមអនុមោទនា